សេចក្តីជូនដំណឹងលេខ030របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជម្រាបដល់ម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានដោយមានចែងក្នុងមាត្រា1នៃច្បាប់ស្តីពីការងារបានជ្រាបថាកន្លងមកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសង្កេតឃើញថានៅមានម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានមួយចំនួនបានដាក់ឲ្យកម្មករនិយោជិតធ្វើការបន្ថែមម៉ោងច្រើនពេកបណ្ដាលឲ្យសុខភាពកម្មករនិយោជិតចុះខ្សោយហើយបង្កឲ្យមានគ្រោះថ្នាក់ការងារកើតឡើងជាញឹកញាប់ដើម្បីរក្សានិរន្តរភាពនៃកម្លាំងពលកម្មបង្ការអំពីគ្រោះថ្នាក់ការងារដល់បងប្អូនកម្មករនិយោជិតក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមក្រើនរំលឹកដល់ម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវអនុវត្តដូចតទៅ 1. ក្នុងករណីដែលម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានមានការងារច្រើនខុសធម្មតាដែលតម្រូវឲ្យមានការធ្វើការបន្ថែមម៉ោងក្រៅពីថេរវេលាធ្វើការធម្មតាម្ចាស់ឬនាយករោងចក្រសហគ្រាសត្រូវស្នើសុំការអនុញ្ញាតពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមុនសិននៅពេលទទួលបានការអនុញ្ញាតទើបម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានអាចរៀបចំធ្វើការបន្ថែមម៉ោងនេះបានការធ្វើការបន្ថែមម៉ោងនេះគឺអនុញ្ញាតឲ្យតែ2ម៉ោងទេក្នុងមួយថ្ងៃហើយថេរវេលាធ្វើការមិនត្រូវឲ្យលើសពី10ម៉ោងទេក្នុងមួយថ្ងៃ 2. ការរៀបចំធ្វើការបន្ថែមម៉ោងត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត 3. ម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានមិនត្រូវឲ្យកម្មករនិយោជិតធ្វើការបន្ថែមម៉ោងលើសពីការអនុញ្ញាតរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើយទោះបីមានការស្ម័គ្រចិត្តពីបងប្អូនកម្មករនិយោជិតក៏ដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងចាត់វិធានការតឹងរ៉ឹងបំផុតទៅតាមច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋាននានាដែលមានជាធរមានចំពោះម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានដែលប្រព្រឹត្តល្មើសលើចំណុចដែលបានរៀបរាប់ខាងលើនៃសេចក្តីជូនដំណឹងនេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានក្តីសង្ឃឹមយ៉ាងមុតមាំថាម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះបានល្អប្រសើរនិងត្រឹមត្រូវជាពុំខានរាជធានីភ្នំពេញថ្ងៃទី27ខែកុម្ភៈឆ្នាំ2015រដ្ឋមន្ត្រីឥតសំហេង